vì bạ chất na cô nhóm mà dụ đọc cho nam hai tay mình đo 10 mét mà phải về để mơ mặt khẽ cốn cái sắp tay cua lưng 10 mét hơi nâng ngôn chiêng cua xa nhóm ban ai côn xa lại bò nhằm sân tay từ đọc cô cục mạ bằng thành chiết sở say cục vị thi tay nơi tay mình khơi miên ca đi chìm ràn là nhóm ở vị thi mình tên hai vậy lời đi non côn một chiều pet sừng không tập pet đừng bắt đầu đầm nó sài nam mũi đại miênประเภทปัดประกอบสุดท้ายบองตอนไงนี้บองนอมโกนหมอเมียนปัญหาได้ผมโกนขยมมีอายุดับชนามห้อยแต่ตีบจึงมัดแผลกรุบขณีลูกรูเมื่อโกนเติบแต่วัวของปูขังกลางโมกมันบานมวยมา30ห้อยตุ่มงนตายมา6.6 กิโลไปได้แนบเซ้งกิสต์แต่ปูเลื่อมวยไม้หนึ่งงนเชียงปีแต่3 กิโลห้อยแต่ซาตีบเป็ดไปเตเรียนโกนไตแต่โรงกาบังอาบเล่นเศร้าจำออกปีมัดแผลเธอไอ้โกนกันไตมันเฮียนใหญ่เต๊กมันเศร้ามีนมัดเธอไอ้ครูซาปลุยจัดอย่างคลังปลุยยืงชีจิมกรุบไปทีห้อยก็มันเคยพอสอខ្ញុំពិតជាយល់ពីការព្រួយបារម្ភរបស់បងតើស្ថានភាពអស់ទាំងនេះមានពេលយូរប៉ុណ្ណាហើយតើអាហារប្រចាំថ្ងៃរបស់កូនមានអ្វីខ្លះកូនញ៉ាំអាហារច្រើនមុខណាស់ខ្ញុំនឹងប្តីក៏ព្យាយាមបំពេញជាតិសរសៃឲ្យបានគ្រប់គ្រាន់រាល់ថ្ងៃប៉ុន្តែនៅតែមិនឃើញលូតលាស់អ្វីទេខ្ញុំបានឲ្យកូនសាកល្បងសុទ្ធតែទឹកដោះគោជំនួយលូតកម្ពស់ជាច្រើនម៉ាក់ក៏នៅតែគ្មានផលកូននៅតែទៀបជាងមិត្តភ័ក្តិរឿងនេះធ្វើឲ្យខ្ញុំព្រួយចិត្តណាស់ថ្មីនេះមានអ្នកចិត្តខាងណែនាំឲ្យសាកប្រើទឹកដោះគោ High Plusប៉ុន្តែដោយសារសាក់ច្រើនម៉ាក់ហើយមិនឃើញផលខ្ញុំនៅស្ទាក់ស្ទើរណាស់មិនដឹងថាតើទឹកដោះគោនេះមានប្រសិទ្ធភាពពិតប្រាកដឬក៏គ្រាន់តែជាការនិយាយតគ្នាសូមលោកគ្រូជួយណែនាំខ្ញុំផងពីវិធីលូតកម្ពស់និងឡើងទម្ងន់ឲ្យកូនព្រមទាំងប្រាប់ខ្ញុំផងតើ High Plus នេះល្អពិតឬទេខ្ញុំខ្លាចខាតលុយមិនទទួលបានផលទៀតហើយខ្ញុំក៏បានយកជាមួយនឹងរូបភាពទឹកដោះគោយកមកសួរលោកគ្រូដែរលោកគ្រូជួយឲ្យយោបល់ផងខ្ញុំយល់ពីការព្រួយបារម្ភរបស់បងហើយនេះក៏ជាបញ្ហារបស់ឪពុកម្ដាយជាច្រើនផ្សេងទៀតផងដែរដើម្បីជួយឲ្យកូនលូតលាស់កម្ពស់ឡើងទម្ងន់និងសុខភាពល្អយើងគួរញ៉ាំអាហាររូបត្ថម្ភជំនួយការលូតលាស់កម្ពស់ដូចជាប្រូតេអ៊ីនម្សៅខ្លាញ់វីតាមីននិងសារធាតុរ៉ែដែលមាននៅក្នុងសាច់ត្រីសណ្តែកស៊ុតបង្គាក្តាមត្រីតៅហ៊ូបន្លែបៃតងខ្មៅនិងទឹកដោះគោនិងផលិតផលពីទឹកដោះគោឲ្យកូនហាត់ប្រាណឲ្យបានទៀងទាត់ដើម្បីជួយពង្រឹងសាច់ដុំនិងពង្រឹងឆ្អឹងឲ្យកូនគេងឲ្យបានគ្រប់គ្រាន់ធានាកន្លែងស្ងាត់មានបរិយាកាសល្អបង្កើតបរិយាកាសរស់នៅល្អដើម្បីជួយពលូតកម្ពស់របស់កុមារដើម្បីកុមារឲ្យលូតលាស់កម្ពស់នៅដំណាក់កាលមាសឪពុកម្ដាយគួរតែបំពេញបន្ថែមឲ្យកូនរបស់ពួកគេជាមួយនឹងផលិតផលជំនួយដែលមានផ្ទុកជាតិកាល់ស្យូម Nano D3 K2 M K7 H DHA ALA EPA DAA ជាតិសរសៃលាយ ESS GSS មីក្រូរ៉ែននិងវីតាមីនសំខាន់ៗដើម្បីបំពេញតម្រូវការអាហាររូបត្ថម្ភរបស់កុមារឲ្យបានពេញលេញជាមួយគ្នានេះដែរវីតាមីនសំខាន់ៗទាំងនេះក៏ជួយដល់ការរំលាយអាហារបង្កើតការស្រូបយកសារធាតុចិញ្ចឹមជួយកែលម្អរីកអាហារជួយឲ្យកុមារញ៉ាំអាហារបានល្អនិងអភិវឌ្ឍរូបកាយទាំងមូលបច្ចុប្បន្នមានឪពុកម្ដាយជាច្រើនដូចជាវង្វេងនៅក្នុងរង្វង់ម៉ាទ្រីសដោយសារពាណិជ្ជកម្មអំពីទឹកដោះគោពន្លូតកម្ពស់ដែលមានច្រើនទម្រង់ផ្សេងគ្នាជាមួយនឹងការលាយឡំរវាងព័ត៌មានពិតនិងមិនពិតប៉ុន្តែសរុបមកទីផ្សារទឹកដោះគោនេះមានទំនោរវាយនៅក្នុងចិត្តគំនិតរបស់ឪពុកម្ដាយកម្ពុជាដែរចង់ឲ្យកូនរបស់ពួកគេលូតឡើងខ្ពស់យ៉ាងឆាប់រហ័សនិងឆ្លាតវៃតាមពិតទៅមានផលិតផលទឹកដោះគោពន្លូតកម្ពស់ជាច្រើននៅលើទីផ្សារដែលគ្រាន់តែផ្ដោតលើការបំពេញកាល់ស្យូមប៉ុន្តែមិនទាន់មានសមត្ថភាពបំពេញឲ្យបានល្អបំផុតនៅសមត្ថភាពស្រូបយកជាតិសរសៃរបស់កុមារនោះទេប៉ុន្តែហើយប្រសិទ្ធភាពផលិតផលមិនដូចការរំពឹងទុកចំពោះទឹកដោះគោ High Plus ដែលបងបានលើកឡើងមកនោះតើមានអ្វីខ្លះនៅក្នុងសមាសភាពហើយតើទឹកដោះគោនោះមានប្រសិទ្ធភាពពិតប្រាកដដែរឬទេសូមអញ្ជើញគ្រូពេទ្យដំបូងឡើយខ្ញុំសម្គាល់ឃើញថាផលិតផលនេះមានសារធាតុសំខាន់3មុខគឺកាល់ស្យូម Nano វីតាមីន D3 និង K2 MK7 ដែលជាកត្តាចាំបាច់សម្រាប់ជំនួយការលូតកម្ពស់
របស់កុមារឲ្យប្រសិទ្ធភាពដោយដែលអ្នកទាំងអស់គ្នាបានដឹងហើយកាល់ស្យូមណាណូតូចល្អិតជាង10 ដងបើធៀបនឹងកាល់ស្យូមធម្មតាដែលធ្វើឲ្យវាងាយស្រួលចូលក្នុងខ្លួនហើយកុមារអាចទទួលបានកាល់ស្យូមគ្រប់គ្រាន់ដោយមិនបារម្ភពីបញ្ហាដូចជាការទល់លាមកឬគ្រោះក្នុងតម្រងនោមចំណែកទឹកដោះគោផ្សេងដែលផ្ដោតលើកាល់ស្យូមតាមយោបល់របស់ខ្ញុំនៅតែមិនទាន់គ្រប់គ្រាន់ទេកាល់ស្យូមបើគ្មានវីតាមីន D3 នឹងពិបាកស្រូបចូលឈាមប៉ុន្តែបើមានតែវីតាមីន D3 តែខ្វះ K2 K7 កាល់ស្យូមនឹងមិនអាចបញ្ចូលទៅឆ្អឹងបានត្រឹមត្រូវហើយអាចជាប់នៅតាមសាច់ជាលិកាផ្សេងបណ្ដាលឲ្យខូចសុខភាព K2 MK7 ជាសារធាតុគន្លឹះដែលជួយដឹកនាំកាល់ស្យូមទៅឆ្អឹងដោយច្បាស់ធ្វើឲ្យឆ្អឹងមានស្ថិរភាពរឹងមាំនិងធន់ជាងមុនផលិតផលនេះរួមបញ្ចូលសារធាតុចាំបាច់ទាំងអស់នេះពិតជាមានប្រសិទ្ធភាពខ្ពស់លើសពីនេះរូបមន្តមានបំពេញ DHA ALA EPA DPA ដែលជួយជំនួយខួរក្បាលពង្រឹងការចងចាំនិងសមត្ថភាពផ្ដោតអារម្មណ៍របស់កុមារជាងនេះទៅទៀតនៅក្នុងទឹកដោះគោមានបាក់តេរីល្អ Bifidobacterium BB12 ដែលជាបាក់តេរីដ៏ល្អបំផុតមួយនៅក្នុងការបង្កើនសមត្ថភាពរំលាយអាហារជួយឲ្យកូនអ្នកស្រូបយកជាតិសរសៃល្អនិងមានការឡើងទម្ងន់ដោយនៅពេលដែលប្រព័ន្ធរំលាយអាហារមានសុខភាពល្អកូនអ្នកនឹងញ៉ាំបានឆ្ងាញ់ហើយអាចអភិវឌ្ឍរាងកាយយ៉ាងពេញលេញលើសពីបាក់តេរី BB12 ទឹកដោះគោនេះក៏មានសរសៃអាហារលាយ FOS និង GOS ដែលជួយចិញ្ចឹមប្រព័ន្ធបាក់តេរីល្អពង្រឹងសមត្ថភាពរំលាយអាហារខ្ញុំឃើញថានេះជាចំណុចពិសេសដែលខុសពីទឹកដោះគោធម្មតាដទៃទៀតព្រោះនៅពេលដែលប្រព័ន្ធរំលាយអាហារមានសុខភាពល្អកូនអ្នកទើបអាចស្រូបយកជាតិចំណីចាំបាច់បានយ៉ាងមានប្រសិទ្ធភាពតាមយោបល់របស់ខ្ញុំសារធាតុផ្សំរបស់ High Plus ពិតជាសមរម្យសម្រាប់កុមារអាស៊ីអាគ្នេយ៍ជាពិសេសកុមារកម្ពុជាបរិមាណសារធាតុត្រូវបានគណនាឲ្យសម្របទៅនឹងរបបអាហារនិងស្ថានភាពរាងកាយរបស់កុមារនៅប្រទេសយើងដូច្នេះរាងកាយការអាចស្រូបយករាល់កាល់ស្យូមបានល្អជាង5 ដងបើធៀបនឹងទឹកដោះគោធម្មតាប្រសិនបើបងប្អូនប្រើ High Plus ឲ្យកូនប្រើវិធីត្រឹមត្រូវខ្ញុំជឿថាជាមួយនឹងសារធាតុផ្សំល្អបែបនេះប្រសិនភាពរឹងអាចមើលឃើញជាដំណាក់កាលក្រោយ2 ទៅ 3 សប្តាហ៍ប្រព័ន្ធរំលាយអាហារប្រសើរឡើងកូនញ៉ាំបានឆ្ងាញ់ជាងមុនក្រោយ1 ទៅ 3 ខែកូនអាចឡើងទម្ងន់បានល្អប្រព័ន្ធភាពស៊ាំប្រសើរកាត់បន្ថយជំងឺផ្សេងក្រោយ3 ទៅ 6 ខែកូនអាចលូតកម្ពស់បាន3 ទៅ 5 សង់ទីម៉ែត្រទម្ងន់ក៏អាចលឿនជាងមុនយ៉ាងច្បាស់បើខ្ញុំចង់ឲ្យកូនញ៉ាំទឹកដោះគោនេះតើខ្ញុំត្រូវលាយវាយ៉ាងម៉េចឲ្យបានត្រឹមត្រូវនិងមានប្រសិទ្ធភាពល្អបំផុតបងត្រូវយកចិត្តទុកដាក់លើចំណុចសំខាន់មួយចំនួនពេលលាយទឹកដោះគោដំបូងគេត្រូវលាងដៃនិងឧបករណ៍លាយឲ្យស្អាតបន្ទាប់មកដាំទឹកឲ្យពុះរួចទុកវាត្រជាក់អ៊ុនៗប្រហែល50 អង្សាសេលាយដោយប្រើ4 ស្លាបព្រាស្មើនឹង40 ក្រាមជាមួយទឹក200 មីលីលីត្រហើយគួរឲ្យកូរឲ្យរលាយសព្វកូនគួរញ៉ាំឲ្យបាន2 ទៅ 3 កែវក្នុងមួយថ្ងៃដើម្បីទទួលបានប្រសិទ្ធភាពល្អបំផុតទឹកដោះគោដែលបានលាយរួចគួរញ៉ាំឲ្យហើយក្នុងរយៈពេល1 ម៉ោងហើយមិនត្រូវទុកសល់សម្រាប់ញ៉ាំពេលក្រោយនោះទេលើសពីនេះបងគួរយកចិត្តទុកដាក់ឲ្យកូនញ៉ាំទឹកដោះគោនេះជាប្រចាំ3 ទៅ 6 ខែដើម្បីជួយឲ្យកូនស្រូបយកជាតិសរសៃបានល្អហើយលូតកម្ពស់ឆ្លាតនិងមានសុខភាពល្អថែមទៀតចាខ្ញុំនឹងឲ្យកូនញ៉ាំតាមការណែនាំរបស់ទឹកដោះគោនេះដែលយកចិត្តទុកដាក់បងអាចទុកចិត្តបានព្រោះឪពុកម្ដាយជាច្រើនកូនរបស់ពួកគាត់មានការផ្លាស់ប្ដូរយ៉ាងច្បាស់លាស់មិនត្រឹមតែជួយឲ្យកូនលូតកម្ពស់លឿនប៉ុណ្ណោះទេផលិតផលនេះថែមទាំងជួយឲ្យកូនលូតលាស់រាងកាយទាំងមូលទៀតផងអ្វីដែលសំខាន់បំផុតគឺអាយុពី3 ទៅ 15 ឆ្នាំជាពេលវេលាមាសសំខាន់សម្រាប់ការលូតលាស់បើខកខានពេលនេះ
នៅពេលក្រោយចង់ធ្វើឲ្យប្រសើរឡើងវិញនឹងពិបាកណាស់ឪពុកម្ដាយទាំងឡាយដែលកំពុងព្រួយបារម្ភពីកូនការលូតលាស់កម្ពស់យឺតឬធំយឺតកុំរងចាំទៀតអីគួរចាប់ផ្ដើមបំពេញជាតិសរសៃជួយឲ្យកូនអាចលូតលាស់កម្ពស់បានលឿនដោយហើយផ្លើសសូមឲ្យកូនខ្លួនមានឱកាសលូតលាស់យ៉ាងពេញលេញទាំងរាងកាយនិងផ្លូវចិត្តចាប់ពីពេលនេះតទៅដើម្បីផ្លាស់ប្ដូរនៅអនាគតរបស់កូន ខ្ញុំយល់ច្បាស់ហើយអរគុណច្រើនលោកគ្រូពេទ្យ